កម្ពុជាតារាចម្រៀងអង្គការខេមរៈសីមុនបង្កើតស្នាដៃរួមគ្នាជាមួយនឹងកម្ពុជាធ្វើភ្លេង Tempo 3តាមមានអ្វីថ្មីអ្វីប្លែកសម្រាប់ fan ទាំងអស់គ្នាចង្វាក់ថ្មីខ្មែរ vibe បង្កើតដោយស្នាដៃកូនខ្មែររបស់យើងតម្រាំអូនស្រី hip hop តាមថ្មីមិនជាមួយនឹងស្គរដៃឥឡូវយើងកុំតន់និយាយដល់ពីចម្រៀងអីថ្ងៃមុនខ្ញុំបានទៅលេងអូតាសុខាទៅញ៉ាំអីហើយទីតាំងនៅអូតាសុខាបងប្អូនគឺ fresh មែនទែនយើងមើលទៅទស្សនវិជ្ជាមាត់ទន្លេឬក៏ទីក្រុងភ្នំពេញរបស់យើងពិតជាស្រស់ស្អាតមែនទែនបើសិនជាបងប្អូនចង់ទៅរកទីតាំងណាដែល fresh ទេសភាពស្អាតហ្នឹងបងប្អូនទៅអូតាសុខាគឺមិនខកបំណងទេព្រោះអីទីតាំងហ្នឹងគឺស្រស់ស្អាតមែនទែនហើយសម្រាប់ពេលយប់វិញបងប្អូនទស្សនវិជ្ជាគឺស្រស់ស្អាតមែនទែនទីក្រុងភ្នំពេញរបស់យើងពិតជាមិនធម្មតាទេនៅពេលដែលយើងមើលពីលើអាគារទៅវិញបងប្អូនពិតជាស្រស់ស្អាតមែនទែនហើយថ្ងៃហ្នឹងក៏ជាថ្ងៃដែលខាងផលិតកម្ម Galaxy Navatra ថតបទចម្រៀង MV ថ្មីរបស់បងស្រីមុនជាមួយនឹង Tempo 3បងប្អូនអរគ្នាប្រហែលជាដឹងថាបទហ្នឹងបទអីគេបងប្អូនបទហ្នឹងគឺជាបទខ្មែរ web ចង្វាក់ថ្មីដែលបង្កើតដោយស្នាដៃកូនខ្មែររបស់យើងហើយនេះគឺជាសកម្មភាពខាងក្រុមការងាររបស់ Galaxy គេបានរៀបចំថតហើយនេះគឺជាវត្តមានរបស់បងខេមរៈសីមុនគាត់បានមកដល់ទីតាំងថតហើយក៏បាននិយាយសំណេះសំណាលជាមួយនឹងបងប្អូនទាំងអស់គ្នាបងស្រីមុននៅតែសង្ហានៅតែលោចឹងបងប្អូនទោះបីជាគាត់មានអាយុរៀងច្រើនដែរប៉ុន្តែគាត់នៅតែនិយាយទៅគឺនៅសង្ហាជានិច្ចហើយអ្វីដែលខ្ញុំ respect ទៅគាត់មែនទែនគឺគាត់តែងតែគោរពអ្នកដទៃបងប្អូនគាត់មានសុជីវធម៌សិលធម៌ល្អមែនទែនចំណុចដែលខ្ញុំ respect គាត់មែនទែនបងប្អូននៅពេលដែលគាត់បានមកដល់ទីតាំងថតគាត់សំពះសម្រាបសួរទៅដល់ក្រុមថតទាំងអស់គ្នាទោះបីជាគាត់ចាស់ជាងទោះបីជាគាត់មានគោរមងារជាអុកញ៉ាក៏ដោយប៉ុន្តែគាត់នៅតែមានសុជីវធម៌ល្អមែនទែនបងប្អូនគឺគាត់គោរពទៅកាន់អ្នកជុំវិញខ្លួនទាំងអស់ទាំងក្រុមថតទាំងអ្នករំទាំងអស់គឺគាត់សំពះសម្រាបសួរបងប្អូនកាយវិការនេះពិតជាគួរឲ្យគោរពមែនទែនបងប្អូនបទចម្រៀងមួយនេះខ្ញុំគិតថាពិតជាពិសេសមែនទែនបងប្អូនប្លែកមែនទែននៅពេលដែលកម្ពុជាតារាចម្រៀងអង្គការខេមរៈសីមុន fit ជាមួយនឹងកម្ពុជាអ្នកធ្វើភ្លេង Tempo 3អញ្ចឹងហើយបង្កើតជាស្នាដៃថ្មីមួយភ្លេងថ្មីមួយសម្រាប់ខ្មែររបស់យើងនេះគឺជាការវិវត្តរបស់សិល្បៈខ្មែររបស់យើងដែលបង្កើតនៅស្នាដៃថ្មីស្នាដៃប្លែកសម្រាប់ fan ទាំងអស់គ្នាសម្រាប់ស្ដាប់ឬក៏រាំលេងកម្សាន្តក្នុងឱកាសចូលឆ្នាំខាងមុខនេះបងប្អូនហើយនេះគឺជាការ fit លើកដំបូងជាមួយគ្នាបងប្អូនដែលកម្ពុជាតារាចម្រៀងខេមរៈសីមុន fit ជាមួយនឹងកម្ពុជាអ្នកធ្វើភ្លេង Tempo អញ្ចឹងបងប្អូនអរគ្នាកុំភ្លេចតាមដានស្ដាប់ទាំងអស់គ្នាតើចង្វាក់ថ្មីនេះមានអ្វីថ្មីមានអ្វីប្លែកសម្រាប់ fan ទាំងអស់គ្នា